បងប្អូនថ្ងៃនេះបានមកហូបអីសម្រាប់ខ្ញុំគឺទឹកគ្រឿងសម្រាប់ទឹកគ្រឿងនេះគឺជាតិឆ្ងាញ់ញ៉ាំបាយអស់2ចានហើយសម្រាប់ការធ្វើគឺងាយស្រួលទេគឺយើងលីងខ្ទឹមហើយយើងមានម្ទេសក្រហមម្ទេសក្រហមហ្នឹងគឺយើងដាក់ត្រាំទឹកហើយលាងឲ្យស្អាតយកមកច្រាមឲ្យម៉ត់ចាំយកមកលីងហើយបន្ទាប់មកយើងលីងបានបន្តិចហើយយើងដាក់ជាមួយសាច់ជ្រូកសម្រាប់សាច់ជ្រូកហ្នឹងគឺខ្ញុំអត់បានច្រាមទេខ្ញុំយកវាទៅកិនជាមួយប្រហុកបើអ្នកទាំងគ្នាចង់ច្រាមក៏បានដែរតែខ្ញុំបានច្រាមហើយបន្ទាប់មកខ្ញុំដាក់ខ្ទិះដូងបន្តិចដើម្បីឲ្យវាមានជាតិទឹកក្នុងការងាស់សាច់ឲ្យឆ្អិនណាហើយកន្លងពេលហ្នឹងគឺខ្ញុំដាក់ស្ករអំបិលបន្តិចទឹកត្រីបន្តិចហើយប៊ីចេងហើយបន្ទាប់មកខ្ញុំដាក់ទឹកអំបិលទុំសម្រាប់ទឹកអំបិលទុំគឺយើងលៃលោកតាមហ្នឹងទៅរសជាតិយើងចូលចិត្តបែបជូរប្រៃដិតផ្អែមអញ្ចឹងខ្ញុំដាក់ឲ្យច្រើនអញ្ចឹងណាសម្រាប់ខ្ញុំគឺចូលចិត្តរសជាតិដិតអញ្ចឹងខ្ញុំដាក់រៀងច្រើនហើយបន្ទាប់មកខ្ញុំថែមសាច់ត្រីតិចដើម្បីឲ្យសាច់ត្រីហ្នឹងដើម្បីឲ្យឆ្អិនទៅគឺខ្ញុំកូរឲ្យវារៀងបែកជាមួយនឹងសាច់ជ្រូកហ្នឹងហើយឲ្យមានជាតិសាច់ត្រីបែកជាមួយគ្នាបន្ទាប់មកបានខ្ញុំចាក់ខ្ទិះដូងបន្ថែមទៀតខ្ញុំចាក់ខ្ទិះដូងបន្ថែមហើយបន្ទាប់មកខ្ញុំដាក់សាច់ត្រីហ្នឹងគឺយើងធ្វើឲ្យបែកហើយយើងទឹកគ្រឿងហ្នឹងគឺឲ្យមានសាច់ត្រីដុំហើយនឹងសាច់ជ្រូកច្រាំនឹងឯងហើយបន្ទាប់មកខ្ញុំថែមខ្ទិះដូងទៀតតែខ្ញុំអត់បានថតខ្ញុំភ្លេចអញ្ចឹងយើងដាក់ចង់បានខាប់ប៉ុណ្ណឹងឬក៏ចង់បានខាប់ចង់បានរាវឯហ្នឹងស្រេចតែយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំចូលចិត្តបែបប៉ុណ្ណឹងហើយរសជាតិប៉ុណ្ណឹងគឺល្មមហើយឆ្ងាញ់